ជាការពិតក្នុងរយៈពេលប្រហែលថ្ងៃនេះយើងឮព័ត៌មានតាមសារព័ត៌មានតាមអីរបស់ថៃថារដ្ឋាភិបាលថៃមិនបន្តលិខិតផ្សេងដែលពាក់ព័ន្ធជាមួយបងប្អូនជាប្រតិជនដែលរស់នៅលើទឹកដីថៃដោយដែលប្រមុខរាជរដ្ឋាភិបាលសម្ដេចមហាបវរទឹកដីហ៊ុនម៉ាណែតក៏ដូចជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានប្រសិទ្ធិធ្លាប់បានអំពាវនាវជាយូរណាស់មកហើយដែរហើយថ្ងៃនេះក្នុងនាមក្រសួងខ្ញុំក៏អំពាវនាវនឹងជូនដំណឹងសារជាថ្មីម្ដងទៀតថាសម្រាប់បងប្អូនប្រជាពលរដ្ឋយើងដែលកំពុងតែនៅក្នុងប្រទេសថៃបើសិនជាយល់ថាខ្លួនមិនមានសុវត្ថិភាពបើសិនជាយល់ថាខ្លួនមានការរើសអើងបើសិនជាខ្លួនទទួលរងនៅការគំរាមកំហែងហើយមានភាពមិនច្បាស់លាស់ទេកម្ពុជាដែលជាមាតុភូមិកំណើតរបស់បងប្អូនគឺរងចាំទទួលស្វាគមន៍បងប្អូនជានិច្ច